តើអ្នកធ្លាប់មានអារម្មណ៍ថាជញ្ជាំងអគារមួយអាចចងចាំរាល់ការឈឺចាប់និងសម្រែកយំសោករបស់មនុស្សបានដែរឬទេសាកស្រមៃថាអ្នកកំពុងដើរទៅក្នុងច្រកផ្លូវដ៏វែងអន្លាយដែលមានដំបូលខ្ពស់ស្រឡះប៉ុន្តែមានបន្ទប់តូចៗខណ្ឌដាច់ពីគ្នាទីនេះមិនមែនជាព្រះវិហារនោះទេទោះបីវាមានរូបរាងស្រដៀងគ្នាក៏ដោយទីនេះគឺ Stansted វាធ្លាប់ជាពន្ធនាគារដែលមានតម្លៃថ្លៃបំផុតនិងទំនើបបំផុតក្នុងโลกកាលពីជាង200ឆ្នាំមុនប៉ុន្តែវាក៏ជាកន្លែងសាកល្បងផ្លូវចិត្តដ៏សាហាវបំផុតដែលមនុស្សជាតិធ្លាប់បង្កើតវាឡើងសប្តាហ៍ថ្ងៃនេះទោះបីជាវាត្រូវបានបោះបង់ចោលក៏ដោយប៉ុន្តែអ្នកដែលបានទស្សនាវាបាននិយាយថាទីនេះមិនដែលស្ងប់ស្ងាត់ពិតប្រាកដឡើយសម្រាប់ជើងដើរនិងស្រមោលខ្មៅៗនៅតែបន្តវិលវល់ក្នុងច្រកផ្លូវងឹតទាំងនេះថ្ងៃនេះយើងនឹងបើកកកាយរឿងរ៉ាវអាត់កំបាំងឋាននរកនៅក្នុងជញ្ជាំងថ្មនេះជាមួយគ្នាពន្ធនាគារ Stansted ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1829ក្នុងគោលបំណងផ្លាស់ប្ដូរអ្នកទោសតាមរយៈការរស់នៅម្នាក់ឯងគំនិតនេះគឺចង់ឲ្យអ្នកទោសអង្គុយធ្លាក់ខ្លួនក្នុងភាពស្ងប់ស្ងាត់ដើម្បីសញ្ជឹងគិតអំពីកំហុសខ្លួននិងស្វែងរកជំនួយពីព្រះជាម្ចាស់ប៉ុន្តែការអនុវត្តពិតប្រាកដគឺជារឿងដ៏រន្ធត់អ្នកទោសត្រូវបានបង្ខំឲ្យនៅម្នាក់ឯងក្នុងបន្ទប់តូចមួយរយៈពេល23ម៉ោងក្នុងមួយថ្ងៃនៅពេលពួកគេត្រូវដើរចេញក្រៅពួកគេត្រូវពាក់ស្រោមមុខខ្មៅដើម្បីកុំឲ្យឃើញមុខអ្នកទោសដទៃទៀតគ្មានការនិយាយស្ដីគ្មានការអានសៀវភៅគ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅមនុស្សជាច្រើនបានឈួតវង្វេងនៅក្នុងភាពស្ងប់ស្ងាត់ទាំងនេះមិនត្រឹមតែប៉ុណ្ណោះទេមានវិធីធ្វើទរណកម្មអ្នកដទៃដូចជាការអីឈួតដែលគេចង់អ្នកទោសជាប់មិនឲ្យកម្រិត10ថ្ងៃរហូតឈាមមិនដើរឬសលក់អ្នកទោសទៅក្នុងតកកក្នុងរដូវរងាឬជួរនៅជញ្ជាំងឲ្យកកហើយពន្ធនាគារនេះធ្លាប់ជាកន្លែងឃុំឃាំងមេម៉ាហ្វៀដ៏ល្បីល្បាញបំផុតក្នុងโลกគឺលោក Al Capone ប៉ុន្តែខុសពីអ្នកទោសដទៃបន្ទប់របស់គាត់ត្រូវបានរៀបចំយ៉ាងប្រណិតមានក្រែទន់វិសុនិងកម្រាលព្រំថ្លៃៗទោះបីជាមានភាពងាយស្រួលយ៉ាងណាក៏ដោយ Al Capone ត្រូវបានរាយការណ៍ថាតែងតែស្រែកយំយ៉ាងខ្លាំងនៅពេលយប់គាត់បានប្រាប់អ្នកយាមថាគាត់ត្រូវបានលងបន្លាចដោយវិញ្ញាណរបស់លោក James Clark ដែលជាជនរងគ្រោះម្នាក់ដែលគាត់បានបញ្ជាឲ្យសម្លាប់នៅក្នុងហេតុការណ៍ Valentine Day Massacre សូម្បីតែមេបិសាចដែលមិនខ្លាចស្លាប់ដូចជាលោក Al Capone ក៏នៅតែត្រូវចោះចាញ់នឹងបរិយាកាសដ៏ព្រឺព្រួចនៅ Stansted ដែរគាត់តែងតែអង្វរឲ្យវិញ្ញាណនោះចាក់ចេញពីបន្ទប់គាត់ប៉ុន្តែវាមិនដែលទៅណាឡើយរហូតដល់ថ្ងៃដែលគាត់ត្រូវចាក់ចេញពីពន្ធនាគារប្រសិនបើអ្នកសួរអ្នកស៊ើបអង្កេតអំពីរឿងអាត់កំបាំងថាតើកន្លែងណាដែលល្អបំផុតនៅក្នុង Stansted ចម្លើយគឺសេប្លុក12អ្នកទស្សនាជាច្រើនបានឃើញស្រមោលខ្មៅមហិមាមួយដែលគេហៅថា The Shadow Man ដើរល្បាតតាមច្រកផ្លូវឯអ្នកខ្លះទៀតបានឮសំឡេងសើចបែបឡប់ៗចេញពីបន្ទប់ដែលគ្មានមនុស្សរស់នៅហើយមានរឿងដ៏ល្បីខ្លាំងមួយទៀតគឺបុរសម្នាក់ដែលជាជាងជួសជុលសោគាត់បានទៅដោះសោបុរាណមួយក្នុងច្រកលេខ4នៅពេលគាត់ដោះសោនោះចេញគាត់មានអារម្មណ៍ថាមានថាមពលត្រជាក់ម្យ៉ាងផ្ទុះចេញមកហើយគាត់បានឃើញមុខមនុស្សរាប់រយនាក់លេចឡើងលើជញ្ជាំងហើយសម្លឹងមើលមុខគាត់ដែលក្តីឈឺចាប់គាត់មានការភ័យរន្ធត់រហូតមិនហ៊ានត្រឡប់ទៅទីនោះម្ដងទៀតឡើយពន្ធនាគារ Stansted ត្រូវបានបិទជាស្ថាពរនៅក្នុងឆ្នាំ1971សប្តាហ៍ថ្ងៃវាឈរយ៉ាងស្ងប់ស្ងាត់ជាសារមន្ទីរដែលរំលឹកយើងអំពីជ្រុងងងឹតនៅប្រវត្តិសាស្ត្រយុត្តិធម៌ប៉ុន្តែសម្រាប់មនុស្សជាច្រើនទីនេះមិនមែនជាសារមន្ទីរធម្មតាទេវាគឺជាដបកែវដែលផ្ទុកនូវថាមពលអវិជ្ជមានការឈឺចាប់និងវិញ្ញាណដែលមិនអាចរកផ្លូវទៅកាន់សុគតិភពបាននៅពេលយប់ងងឹតប្រសិនបើអ្នកដើរកាត់ជញ្ជាំងថ្មដ៏ក្រាស់ទាំងនេះអ្នកប្រហែលជាអាចឮសំឡេងច្រវាក់អូសលើឥដ្ឋឬសំឡេងខ្សឹបដែលសួរអ្នកថាតើអ្នកមកជួយខ្ញុំមែនឬទេសូមអរគុណសម្រាប់ការស្ដាប់ podcast នៅថ្ងៃនេះតើអ្នកហ៊ានចំណាយពេលមួយយប់ក្នុងបន្ទប់ឃុំឃាំងម្នាក់ឯងនៅ Stansted ដែរឬទេកុំភ្លេចចែកមតិរបស់អ្នកនៅក្នុងភាគក្រោយរបស់យើងសូមអរគុណ